តោះសួស្តីបងប្អូនគ្នាឆ្លើយនឹងសំណួរមួយគាត់ថាខំមិនបងប្អូនខ្ញុំត្រូវតែខំមិនណាបងប្អូនណាខំដើម្បីគេដើម្បីប្រយោជន៍ខ្ញុំណាដើម្បីអ្វីខ្ញុំមិនមែនធ្វើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនដូចពួកអស់លោកឯងទេណាខ្ញុំខំដើម្បីតែប្រទេសជាតិខ្ញុំដែលរងការឈ្លានពានដែលថៃវាឈ្លានពានមកលើប្រទេសកម្ពុជាដែលមានពួកមកក្តាប់តូចនោះដែលវារួមដៃជាមួយនឹងបរទេសនោះដើម្បីមកបំបែកបាក់ខ្មែរយើងកំពុងតែទប់ជាមួយនឹងសត្រូវខាងក្រៅហើយត្រូវទប់ជាមួយនឹងពួកវានោះទៀតណាបងប្អូនណាបងប្អូនដែលឃើញតែខ្ញុំនេះទៅរិះគន់បងប្អូនយើងនេះដែលគាត់ធ្វើនយោបាយនៅក្នុងប្រទេសអត់គណៈបកជាច្រើនមានគណៈបកជាច្រើនដែលគាត់កំពុងតែបង្កើតសម្លេងដើម្បីឲ្យមានការគ្រប់គ្រងដើម្បីបណ្ណាំងប្រជែងជាមួយនឹងគណៈបកកាន់អំណាចដែលឃើញខ្ញុំទៅរិះគន់គាត់អត់ដែលឃើញខ្ញុំទៅយកខ្មែរនឹងធ្វើជាសត្រូវជាមួយនឹងគ្នាអត់ទេណាបងប្អូនណាអត់ទេព្រោះអីខ្ញុំមើលឃើញថាគាត់កំពុងតែរិះគន់កន្លែងណាដែលមិនល្អដើម្បីស្ថាបនានៅក្នុងប្រទេសយើងតែសម្រាប់ពួកនោះវិញវាអត់ទេណាបងប្អូនវាតាំងខ្លួនវាជាអ្នកចេះដឹងហើយវាឆ្លៀតឱកាសដើម្បីយកប្រទេសកម្ពុជាយើងទៅលាបពណ៌នៅខាងក្រៅដើម្បីតែកំហឹងផ្ទាល់ខ្លួនដើម្បីចង់ការផ្លាស់ប្ដូរអីដែលកំណត់ពួកវាតែងតែនិយាយតែងតែគិតថាវាស្នេហាជាតិណាវាចេញនៅខាងក្រៅវាប្រាប់បរទេសអន្តរជាតិថាវាស្នេហាជាតិតែវារួមដៃជាមួយនឹងសត្រូវនៅខាងក្រៅបើសិនជាអ្នកឯងស្នេហាជាតិធ្វើដូចជនជាតិជនជាតិអ៊ីស្រាអែលប្រទេសគេមានសង្គ្រាមគេឡើងយន្តហោះគេឡើងទៅធ្វើសង្គ្រាមជាមួយនឹងសត្រូវគេមិនមែនដូចអ្នកឯងស្នេហាជាតិនៅខាងក្រៅហ្នឹងឯងអត់ហ៊ានចូលប្រទេសចូលមកការពារព្រំដែនចូលមកការពារប្រទេសខ្មែរគុំស្នេហាតែជាតិដើម្បីបង្កើតជាការគ្រប់គ្រងដើម្បីរស់នៅស្រុកក្រៅដើម្បីតែផលប្រយោជន៍លៀបសការៈដែលខ្លួនឯងកំពុងតែធ្វើដើម្បីយកមកទុកចែកគ្នាព្រោះទៅស្រុកក្រៅចេះធ្វើអីទេណាបងប្អូនណាខ្ញុំនិយាយគឺជាចំនួនទេបងប្អូនណាបងប្អូនអ្នកខ្លះទៅគាត់ទៅស្រុកក្រៅគាត់មានការងាររបស់គាត់ត្រឹមត្រូវរបស់គាត់ប៉ុន្តែខ្ញុំនិយាយអ្នកមកក្តាប់ដែលគាត់យកនិន្នាការនយោបាយយកទៅបាំងមុខដើម្បីធ្វើជាព័ត៌មានផ្ទាល់ខ្លួនគាត់ដើម្បីគាត់គិតថាគាត់ជាអ្នកស្នេហាជាតិណាតែយកជាតិប្រទេសកម្ពុជាទៅយកឲ្យបរទេសជន់ឈ្លីណាបើសិនជាស្នេហាជាតិត្រូវធ្វើដូចជនជាតិឈ្លីវិញគេអត់មានរិះគន់គេអត់មានមើងងាយប្រទេសខ្លួនឯងគេឡើងមានបញ្ហាបណ្ដាលដោយគេឡើងយន្តហោះទៅធ្វើសង្គ្រាមការពារប្រទេសមិនមែនរត់ចោលប្រទេសចឹងទេណាបងប្អូនណាខ្ញុំអត់ចង់និយាយថាខ្ញុំព្យាយាមនិយាយគេថាខ្ញុំបានអីខ្ញុំគ្មានបានអីជាប្រជាជនធម្មតាទេប៉ុន្តែខ្ញុំមើលពីទាំងវើដែលអ្នកឯងធ្វើមិនត្រឹមត្រូវណាបើសិនជាចង់ស្នេហាជាតិចង់ស្រឡាញ់ជាតិណាចូលមកក្នុងប្រទេសដើម្បីបង្កើតជាសម្លេងតតាំងជាមួយនឹងគេទៅធ្វើដោយបងដែលគាត់កំពុងតែធ្វើនយោបាយនៅក្នុងប្រទេសទៅខ្ញុំគ្រប់គ្រងណាបងប្អូនណាមិនមែនខ្ញុំយកខ្មែរមកធ្វើជាសត្រូវទេប៉ុន្តែខ្ញុំមើលទាំងវើដែលគាត់ធ្វើគឺមិនត្រឹមត្រូវទេខ្ញុំមានភ្នែកណាបងប្អូនខ្ញុំមានភ្នែកពីខ្ញុំមើលថាគេកំពុងតែធ្វើគេសំបីតែទៅប្តឹងខ្មែរហ្នឹងមិនមែនតែប្តឹងថៃណាប្តឹងខ្មែរហ្នឹងហើយឲ្យខ្ញុំជឿនៅកន្លែងណាសំបីតែនយោបាយនេះកូនក្មេងមើលក៏វាយកដែរបងប្អូនណាសូមបញ្ចេញមតិបែបនេះថាខ្ញុំខំគឺដើម្បីតែជាតិរបស់ខ្ញុំដែលរងការឈ្លានពានពីថៃនិងបរទេសដែលមានជនមួយចំនួនមួយក្តាប់តូចកំពុងតែរួមដៃជាមួយសត្រូវព្យាយាមបំផ្លាញហើយអញ្ចឹងខ្ញុំខំដើម្បីចំណុចកន្លែងហ្នឹងណាមិនមែនខំដើម្បីតំណែងរៀបសការៈអីគឺអត់មានទេព្រោះថ្ងៃខ្ញុំជាប្រជាជនធម្មតារកស៊ីធម្មតាណាអត់មានទៅបានពីអ្នកណាទេគឺកម្លាំងយកឈាមប្រាប់តែប៉ុណ្ណេះណាអញ្ចឹងខ្ញុំផ្ដាំតែប៉ុណ្ណេះទេថាខ្ញុំធ្វើគឺដើម្បីតែជាតិខ្ញុំកំពុងតែរងការឈ្លានពានពីថៃពីបរទេសហើយនឹងមានខ្មែរមួយចំនួនធ្វើឲ្យបរទេសមើលងាយទឹកដីដ៏ផូរផង់របស់ប្រទេសកម្ពុជាយើងសូមបញ្ចេញមតិតែប៉ុណ្ណេះទេបងប្អូនអរគុណច្រើន